ការសម្រកគីឡូជាទូទៅខុសពីការពិតគេថាការរំលងអាហារពេលព្រឹកនឹងជួយសម្រកគីឡូការរំលងអាហារពេលព្រឹកវាធ្វើឲ្យមេតាបូលីសនឹងដំណើរការយឺតវាអាចធ្វើឲ្យយើងញ៉ាំច្រើននៅពេលក្រោយការញ៉ាំអាហារដែលមានតុល្យភាពហើយនឹងភាពទៀងទាត់គឺជាជម្រើសដ៏ល្អបំផុតកាបូនអ៊ីដ្រាតធ្វើឲ្យយើងឡើងគីឡូតាមពិតកាបូនអ៊ីដ្រាតទាំងអស់មិនមែនសិតតែមិនល្អទាំងអស់ទេការញ៉ាំគ្រាប់ធញ្ញជាតិបន្លែផ្លែឈើទាំងអស់គឺមានសារៈសំខាន់ណាស់សម្រាប់របបអាហារដែលមានតុល្យភាពផលិតផលដែលគ្មានជាតិខ្លាញ់មានន័យថាល្អសម្រាប់សុខភាពតាមពិតផលិតផលដែលគ្មានជាតិខ្លាញ់ភាគច្រើនគឺបន្ថែមជាតិស្ករនិងសារធាតុបន្ថែមយើងគួរតែផ្ដោតទៅលើខ្លាញ់ដែលល្អដែលមានតុល្យភាពដល់រាងកាយគឺដូចជាផ្លែបឺរនិងគ្រាប់ធញ្ញជាតិហាត់កីឡាជួយឲ្យយើងកាត់បន្ថយជាតិខ្លាញ់នៅក្នុងរាងកាយការហាត់កីឡាគឺជារឿងមួយផ្នែកតែយើងត្រូវមានការហាត់កីឡាបែប cardio strength training និងរបបអាហារដែលមានតុល្យភាពទើបអាចជួយកាត់បន្ថយជាតិខ្លាញ់បានអ្នកត្រូវធ្វើលំហាត់ប្រាណឲ្យបានខ្លាំងៗជារៀងរាល់ថ្ងៃ rest day គឺជាការសម្រាកនៃសាច់ដុំរបស់យើងកុំឲ្យវាឈឺចុកចាប់ហើយការពាររបួសរបស់យើងឲ្យឆាប់ជាសះស្បើយការហាត់ប្រាណឲ្យទៀងទាត់វាគឺជាគន្លឹះនៃការសម្រកគីឡូដែលប្រកបទៅដោយនិរន្តរភាពកុំភ្លេច follow TikTok និង Facebook របស់ខ្ញុំដើម្បីទទួលបានចំណេះដឹងទាក់ទងនឹងការសក់គីឡូនិងរបបអាហារអរគុណ